លោកហ៊ុនសែនត្រៀមស្នើសុំឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំលើកលែងទោសឲ្យគាត់លោកសំរងស៊ីប្រធានបេសកកម្មនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដែលទើបតែប្រកាសជាផ្លូវការកាលពីថ្ងៃទី25ខែតុលាឆ្នាំ2025កន្លងទៅនេះបានសរសេរលើទំព័រ Facebook របស់លោកថាលោកហ៊ុនសែនកំពុងត្រៀមស្នើសុំឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំលើកលែងទោសឲ្យគាត់ករណីពាក់ព័ន្ធនឹងជនឧក្រិដ្ឋជេនស៊ីលោកសំរងស៊ីបានលើកឡើងថាបន្ទាប់ពីតុលាការសហរដ្ឋអាមេរិកនៅទីក្រុងញូវយ៉កបានកាត់ទោសជនឧក្រិដ្ឋជេនស៊ីឲ្យជាប់គុក40ឆ្នាំពីបទឧក្រិដ្ឋកម្មច្រើនបែបយ៉ាងលោកហ៊ុនសែនដឹងខ្លួនថាគាត់មិនអាចរួចខ្លួនដោយសារជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មជាមួយជេនស៊ីដោយមិនអាចប្រកែកបានលោកហ៊ុនសែនបានដឹងពីករណីអតីតប្រធានាធិបតីប្រទេសហុងឌូរ៉ាសឈ្មោះ Hernandez ដែលតុលាការសហរដ្ឋអាមេរិកបានកាត់ទោសឲ្យជាប់គុក45ឆ្នាំហើយដែលកម្លាំងនគរបាលសហរដ្ឋអាមេរិកបានចាប់ខ្លួនក្រោយពីឈ្មោះ Hernandez នេះបាត់បង់អំណាចនៅឆ្នាំ2022ជីវិតនយោបាយរបស់លោកហ៊ុនសែនគឺអាស្រ័យទាំងស្រុងលើសហរដ្ឋអាមេរិកដូច្នេះហើយលោកហ៊ុនសែនត្រូវតែមកអែបសហរដ្ឋអាមេរិកដើម្បីត្រៀមអន្តរាគមន៍កម្លាំងនគរបាលសហរដ្ឋអាមេរិកនិងអន្តរជាតិដែលនឹងបន្តបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនដែលមានជេនស៊ីជាមេខ្លោងតែពេលត្រូវមកកំទេចបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែននេះគឺវានឹងដោយលោកហ៊ុនសែនទៅជាមួយផងដែរលោកសំរងស៊ីបានបន្ថែមថាដើម្បីសម្របសម្រួលជាមួយសហរដ្ឋអាមេរិកនៅពេលនេះលោកហ៊ុនសែនត្រូវទម្លាក់ចោលការចោទប្រកាន់របស់គាត់មកលើសហរដ្ឋអាមេរិកដែលគាត់ចោទថាបានរៀបចំផ្ដួលរំលំរបបគាត់ដោយមានការចូលដៃពីសំណាក់គឹមសុខានិងគណៈបក្សសង្គ្រោះជាតិនៅពេលដែលគាត់ទម្លាក់ការចោទប្រកាន់មកលើសហរដ្ឋអាមេរិកគាត់ត្រូវតែទម្លាក់ចោលផងដែរការចោទប្រកាន់មកលើគឹមសុខានិងគណៈបក្សសង្គ្រោះជាតិលោកសំរងស៊ីបញ្ជាក់ថាបើហ៊ុនសែនចង់រួចខ្លួនពីតុលាការសហរដ្ឋអាមេរិកដែលត្រៀមចាប់គាត់យកទៅដាក់គុកហ៊ុនសែនត្រូវតែទម្លាក់ចោលការចោទប្រកាន់មកលើគណៈបក្សសង្គ្រោះជាតិហើយត្រូវតែបើកផ្លូវឲ្យគណៈបក្សសង្គ្រោះជាតិដំណើរការឡើងវិញ